ជំរាបសួរបងប្អូនទាំងអស់គ្នាដែលថាឥឡូវនេះយើងចាប់ផ្ដើម series ម្ដងយើងមកមើលពីម៉ាស៊ីន 500 kWh display unit ដែលទើបតែចូល stock ថ្មីនេះប្រភេទ display unit នេះគឺជាប្រភេទដែលយើងដាក់តាំងបង្ហាញនៅរោងចក្រអញ្ចឹងវាថ្មី 99% ឯងបងប្អូនអញ្ចឹងមកមើលផ្នែកខាងក្នុងវាទាំងអស់គ្នាបាទគឺសង្កត់ថាបើខ្ញុំប្រាប់ថាថ្មីក៏បងប្អូនជឿដែរបាទហើយនេះគឺអាគុយតម្រងប្រេងជាមួយ controller ចំពោះ controller គឺសម្រាប់យើង start បញ្ឆេះម៉ាស៊ីន stop ឥឡូវនេះយើង auto នេះគឺខ្សែចេញមកគឺមានភាពងាយស្រួលសម្រាប់ក្រុមជាងគាត់ connect អញ្ចឹងណាបងប្អូនតោះយើងទៅមើលម្ខាងទៀតនៃម៉ាស៊ីនតោះបាទនេះគឺជាផ្នែកម្ខាងទៀតនៃម៉ាស៊ីននេះគឺជាប្រេងយើងដាក់ទុកតេស្តសិនបាទហើយយើងមកមើល name plate ទាំងអស់គ្នានេះគឺជា name plate គឺ min បាទបងប្អូនមើលគឺគ្រប់ kVA ទាំងអស់អត់មានឈរបោកបន្លំអីទេអញ្ចឹងម៉ាស៊ីនភ្លើងនេះគឺគ្រប់ 500 kVA ហ្មងបាទអញ្ចឹងហើយបងប្អូននៅចាំឲ្យទៀតតើម៉ាស៊ីនភ្លើងនឹងមានក្នុង stock ស្រាប់បងប្អូនអាចមកតេស្តសាកអីសាកបានអញ្ចឹងឆាតចូល page ឬក៏ដាក់លេខទូរស័ព្ទនៅខាងលើនេះបងប្អូនអាចតាក់ទងមកបានអរគុណច្រើនជំរាបលា